រដ្ឋាភិបាលថៃនិយាយផ្សេងយោធាថៃធ្វើផ្សឹងលោកស៊ីហាស័កថាចង់បើកជំពូកថ្មីជាមួយកម្ពុជាតែយោធាថៃកំពុងបន្តសកម្មភាពលួចទឹកដីកម្ពុជាកាលពីពេលថ្មីនេះរដ្ឋមន្ត្រីការបរទេសថៃលោកស៊ីហាស័កភួងកេតកែវបាននិយាយនៅក្នុងបទសម្ភាសន៍មួយថាថៃចង់បើកជំពូកថ្មីជាមួយកម្ពុជាព្រោះប្រទេសទាំងពីរគឺជាអ្នកជិតខាងដែលត្រូវរស់នៅជាមួយគ្នានិងរីកចម្រើនជាមួយគ្នាយ៉ាងណាការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃរុកនេះគឺហាក់ផ្ទុយស្រឡះពីទង្វើរបស់យោធាថៃនាពេលបច្ចុប្បន្នដែលនៅតែខំប្រឹងបន្តរាយបន្លាលួសរាយកុងតឺន័រនិងដំឡើងរបស់ស៊ីម៉ង់ធំឥតឈប់ឈរដើម្បីវាទីយកទឹកដីកម្ពុជាដែលខុសច្បាប់រួមទាំងបានធ្វើការប្រមានកម្ពុជាម្ដងហើយម្ដងទៀតអំពីការផ្ទុះឡើងនៅសង្គ្រាមជុំទី3ផងដែរថ្លែងនៅក្នុងកិច្ចសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី RT ស្ដីពីចំនួនថៃកម្ពុជាកាលពីឆ្នាំមុនលោកស៊ីហាស័កភួងកេតកែវរដ្ឋមន្ត្រីការបរទេសថៃបានសម្ដែងធ្វើជាទូកំសត់និងបានប្រើប្រាស់វោហារសាស្ត្រដ៏ស្លូតបូតទទូចឲ្យភាគីទាំងពីររក្សាកិច្ចព្រមព្រៀងបទឈប់បាញ់និងកសាងទំនុកចិត្តជាមួយគ្នាឡើងវិញដែលលោកបានលើកឡើងថាថៃចង់បើកជំពូកថ្មីជាមួយកម្ពុជាព្រោះប្រទេសទាំងពីរគឺជាអ្នកជិតខាងល្អដែលត្រូវរស់នៅជាមួយគ្នានិងរីកចម្រើនជាមួយគ្នាជាក់ស្ដែងការលើកឡើងនេះគឺជាសារដ៏ល្អមួយបែបទុនត្រជាក់ប៉ុន្តែសំណួរសំខាន់គឺនៅត្រង់ថាតើការកសាងទំនុកចិត្តអាចកើតមានបានយ៉ាងដូចម្តេចបើយោធាថៃនៅតែបន្តរាយបន្លាលួសដាក់កុងតឺន័រនិងការបង្កើតហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅក្នុងតំបន់របស់កម្ពុជាយ៉ាងដូចនេះហើយទង្វើបែបនេះមិនមែនត្រឹមតែមិនជួយកសាងទំនុកចិត្តប៉ុណ្ណោះទេប៉ុន្តែវាថែមទាំងធ្វើឲ្យបរិយាកាសនៃការចរចាកាន់តែផុយស្រួយថែមទៀតទន្ទឹមគ្នានេះពាក្យថាកសាងទំនុកចិត្តមិនអាចសម្រេចបានតាមរយៈសម្ដីពីរោះឬសេចក្តីថ្លែងការណ៍ការទូតតែមួយមុខនៅចំពោះមុខអ្នកសារព័ត៌មាននោះទេព្រោះទំនុកចិត្តត្រូវបានកសាងឡើងពីសកម្មភាពគោរពកិច្ចព្រមព្រៀងនិងការមិនបង្កហេតុមកលើទឹកដីកម្ពុជាដូច្នេះបរដ្ឋាភិបាលថៃចង់បើកជំពូកថ្មីជាមួយកម្ពុជាប៉ុន្តែយោធាថៃនៅតែក៏ក្លឿនឈ្លានពានទឹកដីកម្ពុជានោះវាពិតជាពិបាកណាស់នៅក្នុងការធ្វើឲ្យពាក្យថាកសាងទំនុកចិត្តជាមួយគ្នានេះមានន័យក៏ព្រោះតែសម្ដីរបស់រដ្ឋាភិបាលថៃនិយាយផ្សេងគ្នាពីម្នាក់ទៅម្នាក់ខណៈដែលទង្វើរបស់យោធាថៃវិញហាក់ធ្វើបែបផ្សឹងម្យ៉ាងវិញទៀតប្រសិនបើថៃពិតជាចង់ផ្សះផ្សាជាមួយកម្ពុជាមែននោះគឺថៃត្រូវយល់ថាការកាត់បន្ថយភាពតានតឹងត្រូវចាប់ផ្ដើមពីការគោរពស្ថានភាពដើមនិងការប្រើប្រាស់យន្តការចរចាដែលស្មោះត្រង់មិនមែនបង្កើតហេតុនៅលើដីរួចហើយទើបនិយាយអំពីទំនុកចិត្តនោះទេ